រឿងរ៉ាវជាច្រើនកើតអំពីមនុស្សមិនថាល្អឬអាក្រក់យ៉ាងណានោះទេប៉ុន្តែពេលខ្លះមនុស្សជាច្រើនមានការយល់ច្រឡំថាអ្វីដែលពួកគេកំពុងតែធ្វើគឺជារឿងល្អដ៏ត្រឹមត្រូវផ្ទុយទៅវិញពួកគេបានផុងខ្លួនកាន់តែជ្រៅបាត់ទៅហើយបើពួកគេអាចភ្ញាក់រលឹកដឹងខ្លួនទាន់ពេលមកវិញគឺជារឿងត្រឹមត្រូវបំផុតហើយណាមិញបើយើងក្រឡេកទៅមើលក្នុងសង្គមវិញមានមនុស្សជាច្រើនបានកំពុងនឹងទទួលយកនូវភាពរីករាយភាពរីករាយទាំងអស់នោះកើតចេញពីពួកគេជាអ្នកបង្កើតឡើងពិតមែនហើយបើមើលតាមជាក់ស្ដែងក្នុងទីក្រុងមនុស្សជាច្រើនកំពុងទទួលយកនូវភាពរីករាយខ្លះទទួលយកការសប្បាយដោយការដើរកម្សាន្តខ្លះលេងល្បែងកម្សាន្តដែលទទួលបាននូវទស្សនីយភាពដែលលេចចេញឲ្យគេឃើញនូវភាពស្រស់ស្អាតជាច្រើននិងសំឡេងកងរំពងនៅក្នុងវីដេអូនេះលោកអ្នកពិតជាបានឃើញដោយតែនឹងខ្ញុំបានឃើញដែរអំរែកសម្ដែងដើម្បីបង្កើតភាពក្អាកក្អាយហើយមើលទៅភាពសប្បាយរីករាយទាំងអស់នេះគឺពិតណាស់គឺពិតជាបានកើតចេញពីពួកគេជាអ្នកបង្កើតនិងរៀបចំឡើងដើម្បីបំពេញនៅសេចក្តីត្រូវការរបស់ពួកគេខ្ញុំសូមសួរទៅកាន់លោកអ្នកដែលកំពុងទស្សនានៅវីដេអូនេះបន្តិចបានទេតើលោកអ្នកទទួលបានភាពរីករាយប្រហាក់ប្រហែលទៅនឹងពួកគេដែរទេឬក៏លោកអ្នកទទួលបានអារម្មណ៍បែបរីករាយដែលក្រោយពីបានទស្សនារួចខ្ញុំគិតថាលោកអ្នកទទួលបានដូចជាភាពរីករាយទាំងខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួននឹងនឹកឃើញរឿងរ៉ាវជាច្រើនដែលបានកន្លងមកហើយវាបានបំពេញអារម្មណ៍លោកអ្នកយ៉ាងជ្រាលជ្រៅផងដែរហើយភ្លេងនេះតើបំពេញអារម្មណ៍លោកអ្នកបានយ៉ាងដូចម្តេចខ្លះពិតណាស់លោកអ្នកក៏មិនខុសពីខ្ញុំប៉ុន្មានដែរគឺទទួលបាននៅអារម្មណ៍និងបំពេញឲ្យខ្លួនឯងនៅសេចក្តីត្រូវការរៀងខ្លួនត្រឹមប៉ុណ្ណេះសិនខ្ញុំសូមបំបាយអារម្មណ៍លោកអ្នកមានតទៅនេះអំពីមាត់ទន្លេនៅមុខវាំងនិយាយអំពីពន្លឺថ្ងៃលិចនៅទន្លេបាសាក់បញ្ចេញពណ៌មាសចម្រូងនិងពណ៌ទឹកខៀវស្ងាត់បង្កើតទេសភាពដ៏អស្ចារ្យភ្នំពេញពិតជាទីក្រុងដែលបង្ហាញនៃការរស់នៅរវាងប្រវត្តិសាស្ត្របុរាណនិងការអភិវឌ្ឍសម័យថ្មីបានយ៉ាងស្រស់ស្អាតនៅពេលថ្ងៃលិចផុតបាត់ទៅមាត់ទន្លេភ្នំពេញបរិយាកាសបរិសុទ្ធប៉ះស្បែកដូចជាការទាក់ស្នេហាបានល្មមពន្លឺថ្ងៃចុងក្រោយបញ្ចេញពណ៌មាសនៅលើផ្ទៃមុខបញ្ចូលជាមួយសំឡេងខ្យល់បក់ស្រាលដែលធ្វើឲ្យដើមត្នោតនិងដើមផ្កាចាពៀផ្ទាល់ក្រឡៃតាមបណ្ដោយផ្លូវមុខវាំងមានគូស្នេហ៍ដើរកាន់ដៃគ្នាជាច្រើនបង្ហាញអារម្មណ៍ស្មោះស្នេហាដូចជាកំពុងរស់នៅក្នុងភាពយន្តមួយក្មេងស្រីម្នាក់ពាក់អាវពណ៌សមានក្រមាពណ៌ក្រហមស្រាលសម្លឹងមើលផ្ទៃទន្លេជាមួយស្នាមញញឹមស្មោះខណៈក្មេងប្រុសនៅជិតនាងបានកាន់កាហ្វេមកកែវហើយនិយាយពាក្យស្មោះស្នេហ៍បន្តិចបន្តួចបញ្ចេញពីទឹកចិត្តខ្យល់បក់ពីទន្លេមានក្លិនក្រអូបនិងផ្កាមហូបជុំវិញបន្ថែមអារម្មណ៍ដ៏កក់ក្ដៅនៃស្នេហានៅពីក្រោយពួកគេអាគារមុខវាំងភ្លឺជាមួយពណ៌មាសបង្ហាញភាពស្រស់ស្អាតនៃសិល្បៈបុរាណខ្មែរដែលជាសក្តានុពលសម្រាប់ស្នេហាផងដែរសំឡេងតុកឆ្លងកាត់តែសំបីតែសំឡេងនោះក៏មិនអាចរំខានទៅដល់ពេលស្ងាត់របស់គូស្នេហ៍នោះបានឡើយពេលយប់មកដល់ភ្លើងតាមផ្លូវនិងតាមមាត់ទន្លេភ្លឺស្រទន់បង្ហាញស្នាមញញឹមនិងអារម្មណ៍នៃភាពសប្បាយរបស់យុវវ័យក្នុងសម័យទីក្រុងស្នេហាមួយនេះទីនេះមិនត្រឹមតែជាមាត់ទន្លេនិងមុខវាំងនោះទេប៉ុន្តែជាកន្លែងដែលស្នេហានិងក្តីសង្ឃឹមរបស់យុវវ័យភ្នំពេញបន្តផុសចេញដូចពន្លឺផ្កាឈូកលើមាត់ទន្លេយប់កាន់តែជ្រៅភ្លើងតាមផ្លូវចាប់ផ្ដើមភ្លឺល្អក់ដូចជាភ្លើងតូចនៅលើមេឃទន្លេបាសាក់ក្លាយជាកញ្ចក់ធំមួយឆ្លុះបញ្ចាំងអំពីស្នេហារបស់ពួកគេ
នឹងមានទឹករលកព្រិចធ្វើឲ្យពួកគេគិតថាយ៉ាងម៉េចទេខ្យល់បក់រវិចប៉ះត្រចៀកធ្វើឲ្យសំឡេងភ្លេងពីហាងកាហ្វេចេញនោះដូចជាសូរមនោសញ្ចេតនាស្នេហាគូស្នេហ៍ដែលអង្គុយជាប់នៅមាត់ទន្លេគៀកក្បែរនោះដែរគូស្នេហ៍អង្គុយជិតគ្នាដោយមិនចាំបាច់និយាយពាក្យមួយភ្លើងពណ៌មាសច្រាលចេញពីទន្លេចាំងទៅលើពួកគេបង្កើតជាស្នាមញញឹមអារម្មណ៍ស្រទន់ទៅលើភ្នែករបស់ពួកគេទាំងពីរសំឡេងទឹកហូរស្ទើរតែដូចជាសូរនៃបេះដូងទាំងពីរដែលប្រាប់គ្នាទៅវិញទៅមកទីចុងបញ្ចប់នៃវីដេអូនេះខ្ញុំសង្ឃឹមថាលោកអ្នកនឹងទទួលបានរឿងរ៉ាវល្អនោះកើតចេញពីចិត្តល្អគឺបង្កើតនៅរឿងរ៉ាវល្អគ្រប់យ៉ាងដោយទៅនឹងពាក្យមួយបានលើកឡើងថាមានទេវតាមកសន្ធិដ្ឋក៏មិនស្មើនឹងមានចិត្តល្អអញ្ចឹងហើយខ្ញុំសូមឲ្យលោកអ្នកមានទឹកចិត្តល្អគ្រប់គ្នាណាសាធុសូមឲ្យបានដូចបំណងជាថ្មីម្ដងទៀតនឹងជាទីចុងបញ្ចប់ខ្ញុំសូមជូនពរដល់លោកអ្នកទាំងអស់គ្នាទទួលបានសេចក្តីសុខសេចក្តីចម្រើនសូមឲ្យសុខច្រើនជាងទុក្ខជាទីចុងក្រោយនេះខ្ញុំសូមអរគុណនិងសូមអភ័យទោសនៅភាពខុសឆ្គងណាមួយដែលកើតចេញដោយប្រការណាមួយនោះផងដែរសូមអរគុណ